បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះមកសិក្សាជាមួយខ្ញុំនៅហេតុផលដែលខ្ញុំសូមលើកយកហេតុផល4យ៉ាងដែលបណ្ដាលឲ្យមានបង្កចំនួនតាមព្រំដែនរវាងប្រទេសមួយនិងប្រទេសមួយអញ្ចឹងបងប្អូនមករៀនជាមួយខ្ញុំទាំងអស់គ្នាថាហេតុផល4យ៉ាងហ្នឹងស្អីខ្លះដែលបណ្ដាលឲ្យប្រទេសពីរចេះតែឆ្លោះគ្នានៅតាមតំបន់ព្រំដែនតាមពិតហេតុផលនៅមានច្រើនទៀតប៉ុន្តែខ្ញុំសូមលើកតែសំខាន់4យ៉ាងឯងបាទសំខាន់4យ៉ាងហ្នឹងទី1គឺតកតងទៅនឹងការទៀមទាដីដែលដោះស្រាយមិនតាន់រួចឧទាហរណ៍ថាតំបន់ហ្នឹងប្រទេសមួយថាជាតំបន់របស់ខ្ញុំប្រទេសមួយទៀតថាជាតំបន់របស់គេអញ្ចឹងកាលណាតំបន់ដែលទៀមទាហើយមិនតាន់បានដោះស្រាយដាច់ស្រេចពីគ្នាអញ្ចឹងគឺទំនាស់ព្រំដែនតែងតែកើតមានឡើងអញ្ចឹងបានប្រទេសនីមួយគឺសំខាន់បំផុតការបោះបង្គោលព្រំដែនឲ្យបានចប់សពគ្រប់ 100% មិនអាចបន្លាយពេលវេលាបានទេតែបន្លាយពេលវេលាមិនបានទុកយូរដោយមិនមានព្រំដែនច្បាស់លាស់នោះគឺឆ្លោះគ្នាអត់ឈប់ទេបាទឆ្លោះគ្នាអត់ឈប់ទេពីព្រោះសូម្បីតែចំនួននៅតាមតំបន់ព្រំដែនខ្មែរយើងរាល់ថ្ងៃនេះខ្មែរហើយសៀមនេះដែលខ្សែបន្ទាត់ព្រំដែនត្រូវបានកំណត់ជាស្ថាពរតាំងពីសម័យបារាំងម៉េចតាំងពីឆ្នាំ1904 1907បានកំណត់ច្បាស់លាស់ក៏ប៉ុន្តែយើងបានបោះបង្គោលព្រំដែនបានច្បាស់លាស់នៅថានៅអត់មានអត់ទាន់ទេវាអត់បានគ្រប់គ្រាន់ទេដល់អញ្ចឹងទៅវាបង្កឲ្យមានចំនួននេះប្រើផែនទីនេះប្រើផែនទីនោះហើយទោះបីជាផែនទីនោះត្រូវបានទទួលស្គាល់ជាអន្តរជាតិក៏ដោយក៏ប៉ុន្តែប្រទេសមួយដែលមានកម្លាំងខ្លាំងជាងប្រទេសមួយដែលមានអំណាចជាងដែលមានសពាវុធជាងមានទ្រព្យសម្បត្តិខ្លាំងជាងនៅតែចិញ្ចឹមចិត្តចង់លេបយកដីនឹងដោយមិនទទួលស្គាល់ច្បាប់អន្តរជាតិចឹងបាទអញ្ចឹងអាបញ្ហាបង្គោលព្រំដែនហ្នឹងគឺសំខាន់ណាស់បើថាចែកគ្នាមិនបានច្បាស់លាស់ដោយមានបង្គោលព្រំដែនច្បាស់លាស់ទេបញ្ហាចំនួនព្រំដែនកើតមានឡើងអត់ជប់អញ្ចឹងបាទប្រទេសខ្លះរហូតដល់ធ្វើដបងដែរម្ដងបាទធ្វើដបងនេះយើងឧទាហរណ៍ដូចកូរ៉េកំបូងកូរ៉េអញ្ជើញគេធ្វើដបងកាត់ហ្មងបាទប្រទេសមួយចំនួននៅលើโลกគឺគេធ្វើព្រំដែនគឺធ្វើដបងកាត់ហ្មងបាទអញ្ចឹងទៅមើលថៃនេះវាឆ្លៀនពៀនខ្មែររាល់ថ្ងៃនេះវាឆ្លៀនពៀនបានហើយវាធ្វើដបងបាទព្រំដែនអត់តាមព្រមព្រៀងគ្នាផងហ្នឹងព្រោះគេតម្រូវឲ្យប្រទេសទាំងពីរមានការព្រមព្រៀងគ្នាក្នុងការកោះបោះអង្គព្រំដែនមិនមែនមកធ្វើដបងវាស្រែកចិត្តអញ្ចឹងទេបាទវាអត់ត្រូវតាមច្បាប់អន្តរជាតិទេក៏ប៉ុន្តែប្រទេសដែលមានអំណាចខ្លាំងជាងគឺតែងតែសង្កត់សង្កិនទៅលើប្រទេសដែលទន់ខ្សោយអញ្ចឹងឯងអញ្ចឹងមានឲ្យយើងខ្លាំងឯងបាទចំណុចទី1ខ្ញុំនិយាយដែរបាទអញ្ចឹងចំណុចទី1នេះគឺទៀមទាអាដីដែលវាមិនតាន់ដាច់ស្រេចបាទទៀមទាដីដែលមិនតាន់ដាច់ស្រេចចំណុចទី2គឺទំនាស់ខ្សែបន្ទាត់ព្រំដែនណាគឺទំនាស់ទៅលើការកំណត់ខ្សែបន្ទាត់ព្រំដែនយើងឧទាហរណ៍ថាកាលពីសម័យបារាំងបានកំណត់ខ្សែបន្ទាត់ព្រំដែនរវាងខ្មែរហើយសៀមប៉ុន្តែសៀមនោះវាអត់សុខចិត្តគឺថាកំណត់ព្រំដែននោះវាអត់ត្រឹមត្រូវវាធ្វើឲ្យបាត់បង់ដីរបស់វាមកខ្មែរមកទាំងវាខ្លួនវានោះគឺវាដឹងថាដីដែលវានៅរាល់ថ្ងៃនោះដីខ្មែរទេបើវាអត់ខ្វល់វាគ្រាន់តែខ្វល់ថាសៀមរាបបាត់ដំបងអីហ្នឹងគឺដីរបស់វាបង្រៀនកូនចៅវិញអញ្ចឹងណាអញ្ចឹងអាការដែលមិនយល់ព្រមទៅលើព្រំដែនហ្នឹងអាការដែលមិនយល់ព្រមទៅលើការកំណត់ព្រំដែនហ្នឹងក៏បង្កឲ្យប្រទេសទាំងពីរហ្នឹងមានសង្គ្រាមរវាងគ្នាដែរមួយទទួលស្គាល់តែអាមួយទៀតអត់ទទួលស្គាល់តែវាទទួលស្គាល់ហើយវាបដិសេធចោលវិញព្រោះវាអ្នកចុះហត្ថលេខាទទួលស្គាល់តាហើយខ្មែរកាលសម័យនោះគឺបារាំងអាណាព្យាបាលបារាំងអ្នកចុះហត្ថលេខាទទួលស្គាល់ចឹងមិនក៏វាមិនទទួលស្គាល់ណាអញ្ចឹងបាទអញ្ចឹងទី1គឺតំបន់ដែលមិនចែកគ្នាបានដាច់ស្រេចទី2គឺការមិនទទួលស្គាល់ទៅការកំណត់ព្រំដែនបង្កឲ្យប្រទេសទាំងពីរហ្នឹងគឺឆ្លោះគ្នាអត់ឈប់ទេនៅតាមបណ្ដោយព្រំដែនហ្នឹងបាទចំណុចមួយទៀតគឺតកតទៅនៅភាពអយុត្តិធម៌ក្នុងប្រវត្តិសាស្ត្របាទភាពអយុត្តិធម៌ក្នុងប្រវត្តិសាស្ត្រឬក៏ហើយនឹងការមើលងាយគ្នាទៅវិញទៅមកការមើលងាយជាតិសាសន៍គ្នាទៅវិញទៅមកហ្នឹងក៏បង្កឲ្យមានសង្គ្រាមរវាងគ្នានឹងគ្នាដែរបាទភាពអយុត្តិធម៌ក្នុងប្រវត្តិសាស្ត្រដែលកើតមានយូរហើយសង្គ្រាមលោកលើកទី1លើកទី2
vay tận đám kia từ vinh từ mau và tận triên vô đây kia từ vinh từ mau đôi khi mình có rút bắp đôi khi mình ấy tăng pi du vùng na du lông na mà hơi nó không bỏ bớt xa nó vẫn đa rồi tiêm tia kia từ vinh từ mau nó bằng co sinh kri bọt chụp mà bằng con kia chụp đúng rồi dương khăn thật kia nó tận đám vô đây dương miên smart được hiếp dương trong tận đám vô như thế kê nó cái thác đây nó đây là bao kê những cái trong vay tận đám vô như chân thế cái thác cái ruộng ở chỗ thô ca pi sầm mai na ca mi sầm mai na cắt đây kia oi mà dương đi ruộng ở chỗ thô pi sầm mai na để cái đám vô đây dương như thế về bằng coi miên sừng cream nó ở chụp thế hay chi bị xe sừng cream prom đai này bao bồn tôi chăm chỉ để cho cứ cắt láng bị nhẹ để miên ở tỷ pol khang chieng bật tê miên chieng bật tê miên để hiền khang chieng bật tê để miên spear bút khang chieng đấy cá trên mò bị áp bể chẳng đại trên mò bị bể cò bể giáp bể on chiên thế và tình trạng ai rồi hốt ở rồi ngay đến gì chưa toàn tính nẹt miên nó sao mai mua dùng luôn để mình cờ rốt cho bắp để mấy chở là tôi từ đám từ đây nẹt khó rằng anh miên nẹt khó nào mà từ đám đây nẹt miên ban đây giờ miên đây nẹt miên si mình oi nó cứ tới từ đám vô tại vì nẹt khó nó tức này là heo là ham như tay chẳng bát tê để miên kháng tay cho mình thôi ba bát tê nẹt cò thôi tê nẹt cò nó về từ này vì mình khóc đấy đây bong ôn mới chụp luôn rồi viên bát tê muối nó cứ sần lăng mơ rồi viên nẹt miên làm ná chẳng nẹt cò nó không sọc muối nó khơi nha đại khơi cò ra thôi bát nẹt miên này ba chụp mơ bát tê na mơ bát tê mai chưa các bạn đại miên thì vợ miên này nhé đang ngày viêm đa miên này bà chấm lệch mũi tiết nó cứ tẹo tôn tới nâng cách son để giá rồi có cách prom priếng đài mình pin ban chọc sọc cục mình pin ban chọc sọc cục ở lâu dương u hot đôi chia cách prom priếng rồi viên khai hay là thay dương chẳng cho hát là lên khai cho mũi kia nó đang vào ban đo này bàn tay việc bạn là sai là hột viên tận triên là hột việc bắt cho được con nữa vậy để bán cho cha cho mũi kia và cứ việc admin này cho bom ôn mơ ca son là giá kia rồi có ca chọc cách prom priếng cho mũi kia hay mình cờ rúp tam đôi chỉ thay mình cờ rúp tam bọt chụp banh mình cờ rúp từ lơ cách prom priếng để bán cho cha tăng bị nặng cầm rất tôi là hốt đó nặng cầm rất chiết nơi từ viên mình cờ rúp nơi từ viên mình ấy chứng án đứng ấy bằng coi mình chụp đủ tam prom đại nó chụp và nè đây chính đấy mình cờ rúp từ lơ cách son là giá này nâng ấy chỉ đấy bằng coi banh hà hay ta năng việc có bánh ha mũi tiết để thằng top scat này chắc chấm luộc prom đai mới cắt lên miền này và hồi đó ra ngay thì việc mình chỉ trâm tay chấm luộc prom đai việc khai từ chí cá liên tiền bật tịch vậy nhé việc khai thì chính chẳng và chẳng ở đây được xôm lên bao tên bậc má ní cần trong bằng hai nhà bao ôn bàn đắng hay những bàn sắc xa chỉ mũi kia tha mu là hai ấy khác để nom ỏi miến tầm nó nấu tác nằm bón prom đai rồi viên bật tịch mũi nâng bật tịch mũi tiền bài cứ chấm nói về ca la miênประมาณ đối được chấm bàn lớn nó miên tràn tiếtแต่ខ្ញុំសុំលើកចំណុចសំខាន់ប៉ុណ្្នឹងខ្ញុំនិយាយចែកជូនបងប្អូនហើយបងប្អូនអាចឃើញនឹងភ្នែកបងប្អូនអាចពិចារណាទៅគឺវាពិតជាឃើញអញ្ចឹងមែនហើយហើយចំណុចចុងក្រោយខ្ញុំគ្រាន់តែនិយាយម្ដងហើយម្ដងទៀតថាវាមានតែប្រទេសខ្លាំងជាងប៉ុណ្ណោះដែលបង្កចំនួនព្រំដែនជាមួយនឹងប្រទេសអ្នកក្រវាមិនដែលប្រទេសអ្នកក្រណាទៅឆ្លោះជាមួយនឹងប្រទេសអ្នកមានទេវាមិនខុសអីពីអ្នកមានអំណាចតែទៅធ្វើបាបអ្នកក្រវាមិនដែលអ្នកក្រណាមកធ្វើបាបអ្នកមានអំណាចទេឃើញទេបងប្អូនឃើញទេនៅក្នុងស្រុកយើងរាល់ថ្ងៃរដ្ឋាភិបាលដោះឡើងចង់វែងគឺអ្នកមាននឹងតែទៅត្រៀមយកដីអ្នកក្រយកផ្ទះអ្នកក្រអញ្ចឹងឃើញទេភ្នែកបាទអញ្ចឹងខ្ញុំសូមជូនប៉ុណ្ណឹងហើយចាំជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ